เสริมไหมมีเรื่องคลาก็มันแม่นเป็นนิดได้ไอ้ពួកម៉ាក់ធ្វើអីហ្នឹងម៉ាក់លោកគ្រូលីនពួកម៉ាក់លេងខ្លាំងយ៉ាងនេះផងហ៎សៀវហានកុំនិយាយផ្ដេសផ្ដាស់ សៀវហានកុំយល់ច្រឡំខ្ញុំនឹងមកឯងយឺន ហើយចាយកច្រើនយ៉ាងនេះហើយខ្ញុំយល់ហើយតាមប៉ែតពួកម៉ាក់បែបនេះខ្ញុំសប្បាយចិត្តណាស់ព្រោះថាខ្ញុំមានបញ្ហានឹងគេហើយលោកគ្រូលីនបាទលោកទៅវិញមិនចាស់លើក្រោយចាំពួកយើងនិយាយទៀតសិនបីខ្ញុំមិនចង់លាក់នាងទេរឿងមួយនេះខ្ញុំនឹងផ្ដោះចម្លើយឲ្យនាងឆាប់ៗនេះម៉ាក់គាត់នៅតែមិននិយាយគាត់នៅតែមិននិយាយគាត់តំណងជាមនុស្សមានធម៌ពលខ្លាំងណាស់ប៉ុន្តែហេតុអីបានជាគាត់ត្រូវលាក់វានឹងពួកយើងប្រហែលជាដោយសារតែស្ថានភាពពួកយើងមិនស្មើគ្នាហើយមើលទៅខ្ញុំជឿថាលោកគ្រូលីនមិនមែនជាមនុស្សបែបនេះឡើយអ្នកបងទី1អ្នកនាងសិនហានលោកគឺខ្ញុំតំណាងឲ្យនាយកឈិនមកសួរសុខទុក្ខពួកនាងលោកនៅហ៊ានមកទៀតទេអ្នកនាងសិនហានខ្ញុំមិនមែនមកឆ្លោះគ្នានោះទេគឺខ្ញុំមកពិភាក្សារឿងរកស៊ីតែប៉ុណ្ណោះដល់ពេលនេះហើយនៅមានការរកស៊ីស្អីពិភាក្សាគ្នាទៀតទៅនាយកឈិនធ្លាប់រំលឹកអ្នកទាំងពីរហើយមួយលានគឺចាយចេញពីក្រុងហ្វឹងដើម្បីភាពស្មោះត្រង់ថែម500លានទៀតយ៉ាងម៉េចដែរខ្ញុំធ្លាប់បាននិយាយហើយថាបើពួកលោកមិនស្លាប់ខ្ញុំក៏មិនទៅណាដែរអ្នកបងទី1កុំឆាប់បដិសេធអីមើលឯកសារនេះហើយចាំនិយាយចុះពួកឯងមិនចេះខ្មាស់អៀនសម្ព័ន្ធឈឹងបានចំណាយប្រាក់ជាច្រើនដើម្បីទិញផ្លូវទាំងមូលនេះហើយផ្លាស់ប្ដូរហាងទាំងអស់ក្នុងរយៈពេល1ថ្ងៃនៅពេលនេះអ្នកផ្សេងបានរើអស់ហើយគឺនៅតែពួកនាងទេបើសិនពួកខ្ញុំមិនរើចេញវិញបើសិនជារើចេញសម្ព័ន្ធឈិននឹងសងសំណងតែបើមិនរើទេពួកយើងនឹងគៀសចេញតែម្ដងមិនថាអ្នកទាំងពីរខ្លាំងប៉ុណ្ណានោះទេក៏មិនអាចឈ្នះជាមួយនឹង Excavator បានឡើយយើងតែពេលណាមិនសំខាន់ឡើយសំខាន់តបត្រូវកំទេចនៅចំពោះមុខម៉ាក់ឆាប់សម្រេចចិត្តទៅអ្នកទាំងពីរល្អខ្ញុំនឹងឲ្យចម្លើយឯងពេលនេះពួកនាងស្លាប់មិនខានទេរងចាំតែការកំទេចទៅមីយូលីនមើលទៅពួកគេធ្វើសកម្មភាពរឿងធំបែបនេះមើលទៅប្រកាសជាលោកហ្វឹងត្រឡប់មកវិញហើយពួកជាមិនចាំបាច់ធ្វើពុតទៀតទេនៅពេលនេះចំពេលល្អណាស់នៅពេលនេះចំពេលល្អណាស់មីយូលីនលោកដល់ថយច្រើនឆ្នាំមកនេះពិតជាចង់ចេញពីយុទ្ធតមែនតាំងពីថ្ងៃដែលសិនមីចេញប្រជុំគឺវឹកបោក្រុងហ្វឹងត្រូវដល់ពេលផ្លាស់ប្ដូរហើយពួកគេមិនកុហកទេផ្លូវមួយនេះត្រូវបានពួកគេទិញយកហើយមនុស្សញ៉ាំបាយម្នាក់ក៏គ្មានដែរម៉ាក់ប្រកាសឲ្យថាឲ្យក្រុមបងប្អូនស្រីចេញមកជួយជារឿងផ្ទាល់ខ្លួនពួកយើងនឹងឈិនធានមិញទេមិនបាច់ឲ្យពួកគេមកទេត្រូវហើយម៉ាក់មិនថាមានរឿងបែកកាឡើងទេខ្ញុំនៅកំដរម៉ាក់រហូតស៊ីឡានម៉េចក៏មកអ្នកបងមិនសំសោះឡើយមានរឿងធំយ៉ាងនេះហើយមិនក៏មិនប្រាប់ពួកខ្ញុំរឿងលើកនេះមិនដូចគ្នាឡើយឯងមិនចាំបាយលោកដែរទេចុះបើពួកខ្ញុំមិនព្រមអ្នកបងទី1ពួកខ្ញុំមកហើយបានអញ្ចឹងយើងកុំខ្វល់ពីមនោសញ្ចេតនាយើងទៅគិតបញ្ជីពីពួកគេសិនមីហៅគ្នាមកច្រើនចឹងមើលទៅនិយាយគ្នាលែងបានហើយលូហឹងកាលនោះលោកត្រូវដេញចេញដូចជាឆ្កែឥឡូវមានមុខមកវិញទៀតសិនមីស្មានថាខ្លួនជាបងស្រីខ្ជាប់ខ្ជួសដូចមុនឥឡូវនេះកន្លងផុត20ឆ្នាំទៅហើយពេលនេះយើងក៏មានកម្លាំងរឹងមាំដែរស្រីដូចជានាងតស៊ូស្អីបានទៅมึงលូឥឡូវពួកគេគ្មានអីស្មានទេចេះតែជីគីគ្មានអីអស្ចារ្យទេយើងសួរនាងម្ដងទៀតយកលុយទៅឬក៏ចង់នៅលេងជាមួយយើងពួកអាក្រក់ទាំងអស់គ្នានេះមិនស្លាប់ខ្ញុំដាច់ខាតមិនចេញពីក្រុងហ្វុងទេបើមិនស្លាប់ខ្ញុំស្លាប់មិនថាយ៉ាងណាខ្ញុំនឹងនៅជាមួយម៉ាក់រហូតកូនចៅបរាជ័យយកឡានចាស់ពីមកស្មានថាខ្លួនឯងខ្លាំងហ៎បើខ្លាំងចូលមកក្រុមមិនខ្លាចស្លាប់ថ្ងៃនេះយើងនឹងឲ្យពួកនាងបានឃើញថាយើងអាចពង្រៀបបានឬទេចូលទៅ